ឯកឧត្តមលោកបានតាក់តែងរៀបចំគ្រឿងសក្ការៈបូជាថ្វាយដល់ទេវតាដែលលោកថិតថែសារប្រចាំការទិបោប្រនាមប្រចាំសក្ការៈផ្ដឹកកនហតោហេតុដូច្នេះក៏សូមរតនាយាងអញ្ជើញទេវតាខេត្តសៀមរាបឆ្នាំនេះនឹងមានភាពអស្ចារ្យនិងសប្បាយរីករាយលើពីធម្មតាជាមួយនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលមានរហូតដល់ទៅ6ទីតាំងឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសសយកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025ក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី9មិនិនាម្សិលមិញថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025នេះនឹងធ្វើឡើងចំនួន6ទីតាំងផ្សេងគ្នាគឺនៅបរិវេណប្រាសាទអង្គរវត្តសួនច្បារព្រះរាជដំណាក់ដងស្ទឹងសៀមរាប King Road Park Street និងអង្គរខ្ជើងយូឯកឧត្តមហ៊ុនម៉ាណីបានបន្ថែមទៀតថានឹងមានកម្មវិធីកំសាន្តសប្បាយជាច្រើនដូចជាការសម្ដែងទស្សនីយភាពចង្វាក់បេះដូងអង្គរកម្មវិធីភូមិខ្ញុំកម្មវិធីប្រកួតអុកចត្រង្គកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្តកម្មវិធីយុទ្ធគុណចម្រុះបុរាណខ្មែរកម្មវិធីរបាំបុរាណប្រពៃណីនិងប្រជាប្រិយកម្មវិធីសួនញញឹមអង្គរកម្មវិធីតោះលេងទឹកអ្វីដែលកាន់តែពិសេសនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តសម្រាប់ឆ្នាំ2025នេះដែរគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងនៅថ្ងៃ12ខែមេសាឆ្នាំ2025ដែលត្រូវបានរៀបចំឡើងដោយក្រសួងព្រះបរមរាជវាំងនិងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិឯកឧត្តមហ៊ុនម៉ាណីបានបញ្ជាក់ផងដែរថានេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យហើយក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរនៅក្នុងការធ្វើដំណើរមកខេត្តសៀមរាបបានជួបព្រះមហាក្សត្រដោយផ្ទាល់ក៏ដូចជាបានសប្បាយរីករាយជាមហាគ្រួសារខ្មែរបើតាមឯកឧត្តមហ៊ុនម៉ាណីគិតចាប់ពីឆ្នាំ2013រហូតមកដល់ពេលនេះព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានធ្វើឡើងចំនួន12ឆ្នាំមកហើយការរៀបចំអង្គរសង្ក្រាន្តលើកទី12នេះជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូបហើយក៏ជាការផ្ដល់ជូននៅជំរឿនមួយបន្ថែមទៀតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីជូនដល់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាខ្មែរសរសៃអំបោះដែលត្បាញប្រតិបត្តិតគ្នាប្រៀបដូចជាប្រវត្តិសាស្ត្រដែលបានបន្តមករកពាន់ឆ្នាំប្របាញ់ជាមួយវប្បធម៌ប្រពៃណីបង្កើតជាធម៌ពលនិងវិសេសភាពនៃប្រជាជាតិមួយដូចជាសំឡេងនៃចង្វាក់បេះដូងដែលលោតរំដំរួមគ្នាលើកស្ទួយគេដំណើរមរតកបេតិកភណ្ឌអរូបីនៅលើទឹកដីនៃមរតកបេតិកភណ្ឌរូបីចាំស្វាគមន៍លោកអ្នកនៅលើទឹកដីសៀមរាបអង្គរជាមួយស្នាមញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ